Bố bố nên cái tha đầm lại miếng nơi không ngày sau ní pi pon ở pay phèm trong khẻ bấy nâng cho đam khẻ buôn nơi mà ngày nâng tiết nhưng cái đầm lại miếng ban lang đo cầm vật cua bầm phật đập bò luôn một đòn thì thái cứ đầm lại bay pon bảy buôn là nơi không người ao bởi nhưng có chia đầm lắng tung là bạn bay pon pa lội chiêng bạn hay bờ cờ lỗ hai chỉ chết đắp mơ đấy buồn pon chiêng thả đắp mơ cho chẳng vì mình cả prai production chẳng nhầm thơ video này lãng cứ trong là giờ dòng people miền khác đại tiện tôn chỉ mùi nâng ca là cho nên lại mía cả ta sẽ được cách sừng cream sẽ được cách hay nâng sừng cream tam sầm màu được phun xem chẳng dân cho mà sạp ngọt này có xương mình đây chỉ cam xạ đoạt âm rách ban pro ca bị ngày vào hoa thà cá mình chia tên tụm ninh pra là bao xạ đoạt âm ráchឬក៏យើងហៅថា durable good cell បានកើនឡើង 0.9% កាលពីខែមុនបន្ទាប់ពីមានការកើនឡើងដែលមានការកែប្រែពីខែមករាមកគឺ 3.3% តន្ន័យនេះគឺបានធ្វើការល្អប្រសើរជាងមុនហើយល្អជាងការរំពឹងទុកដោយសារការយល់ស្របរបស់អ្នកសេដ្ឋកិច្ចអំពាវនាវអំពីការស្នើសុំឲ្យមានការធ្លាក់ចុះ 1.1% ហើយយើងឃើញថាទីផ្សារមាសបានហាក់ដូចជាស្របទៅនឹងកត្តាព័ត៌មានណាយើងឃើញថាពីថ្ងៃច័ន្ទដល់ថ្ងៃពហុទីផ្សារមាសហាក់ស្របនឹងទិន្នន័យសេដ្ឋកិច្ចចុងក្រោយបង្អស់នោះបានបង្ហាញថាគឺនៅ sideways ទេសម្រាប់ផ្សារក៏ប៉ុន្តែនៅយប់ថ្ងៃពហុហើយនឹងថ្ងៃសុក្រគឺមាសបានកើនឡើងកម្រិតខ្ពស់របស់ខ្លួនគឺ $3,084 នៅក្នុងមួយអោនយោងតាមអ្នកសេដ្ឋកិច្ចមួយចំនួនទិន្នន័យសេដ្ឋកិច្ចចុងក្រោយធំបំផុតនឹងជួយបំបត្តិការភ័យខ្លាចមួយចំនួនដោយសេដ្ឋកិច្ចអាមេរិកកំពុងឆ្ពោះទៅរកវិបត្តិរហូតមកដល់ពេលនេះទិន្នន័យសេដ្ឋកិច្ចបានផ្ដល់រូបភាពចម្រុះនៃសុខភាពនៃវិស័យផលិតកម្មរបស់សហរដ្ឋអាមេរិកផងដែរកាលពីថ្ងៃច័ន្ទយើងឃើញថា S&P Global បានរាយការណ៍ថាសន្ទុះអ្នកគ្រប់គ្រងការទិញផលិតផលរបស់ខ្លួនបានធ្លាក់ចុះដល់ 49.8 ឯណោះទោះបីជាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅតែមានភាពធន់ដោយស្មារភាពគ្នាក៏ដោយអ្នកសេដ្ឋកិច្ចបានព្រមានថាភាពមិនប្រកបវិជ្ជារបស់សេដ្ឋកិច្ចជុំវិញនាំពន្ធចូលរបស់លោកដូណាល់ត្រាំអាចបន្តទម្ងន់លើសពីសកម្មភាពផ្សេងផងដែរខណៈពេលដែលមាសត្រូវបានគាំទ្រយ៉ាងល្អដោយសារតែតម្រូវការសុវត្ថិភាពដ៏រឹងមាំអ្នកវិភាគបានព្រមានថាការធ្លាក់ចុះសេដ្ឋកិច្ចក៏អាចបង្កើតបរិយាកាសប្រកួតប្រជែងបន្តសម្រាប់លោហៈដ៏មានតម្លៃនេះផងដែរបើនិយាយពីកម្រិតទាបរបស់មាសគឺបច្ចុប្បន្នគឺតម្លៃ $2,982 សម្រាប់កម្រិតខ្ពស់គឺ $3,084 នៅក្នុងមួយអោននេះជាតម្លៃមាសសម្រាប់សប្តាហ៍ក្រោយដែលអាចនឹងត្រឡប់មកវិញឬក៏បំបែកកំណត់ត្រាថ្មីផងដែរហើយសប្តាហ៍ក្រោយបងប្អូនអាចតាមដានបន្តិចហើយចាំយើងធ្វើការទិញលក់ដោយសារមាសក្នុងរយៈពេលនេះសន្ទុះនៃការកើនឡើងវាមានច្រើនជាងការធ្លាក់ចុះណា